វាពិតជាប៉ះពាល់ដល់អាយុជីវិតរបស់ទារកខ្លាំងបំផុតនៅពេលដែលអ្នកម៉ាក់ពុំបានធ្វើរឿងមួយនេះលោកគ្រូខ្ញុំកូនកាត់មកហើយប៉ុន្តែគាត់ចំនឹកក្នុងកែវទៅខ្ញុំត្រូវការទឹកដោះប៉ុន្តែខ្ញុំព្យាយាមធ្វើមកទៅវាអត់មានទឹកដោះចឹងណាអ្នកគ្រូមានវិធីសាស្ត្រឬក៏ដូចជាត្រូវធ្វើមកដើម្បីខ្ញុំត្រូវមានទឹកដោះចាអ្នកគ្រូខ្ញុំសម្រាប់ទៅបាន3ថ្ងៃអ្នកគ្រូសម្រាប់3ថ្ងៃសម្រាប់ថ្ងៃទី11ពេលព្រឹកហើយរយៈពេល1ថ្ងៃហ្នឹងគឺខ្ញុំព្យាយាមបំពន់ដែរប៉ុន្តែអត់ចេញទឹកដោះឲ្យគុំមុំចឹងខ្ញុំព្យាយាមម៉ាស៊ីនបូមហ្នឹងទិញមកទៀតក៏បូមអត់ចេញវាយកគីមទៅបាច់ដៃវាចេញមកបានតែកន្លះ cc ហើយវាឡើងចេញតទៀតចឹងអ្នកគ្រូអត់នឹងថាធ្វើមកដើម្បីបង្កើនទឹកដោះឲ្យវាឆាប់មានឡើងដើម្បីយកទៅបំពន់កូនចឹងហើយការណែនាំរបស់ពេទ្យនេះក៏គាត់ព្យាយាមយើងញ៉ាំអាហារញ៉ាំអីផ្សេងៗតាមពេទ្យគាត់ធ្វើដែរប៉ុន្តែនៅតែអត់មានចឹងអ្នកម៉ាក់បានស្ដាប់ហើយជាមួយនឹង voice សមាជិករបស់អ្នកគ្រូម្នាក់ដែលគាត់បានសម្រាលមុនថ្ងៃខែហើយពុំបានត្រៀមលក្ខណៈជាមុនក្នុងការផលិតទឹកដោះនោះទេនេះគឺជាបញ្ហាដែលអ្នកគ្រូតែងតែបង្ការនិងគ្រប់គ្រងលើកទឹកចិត្តដល់អ្នកម៉ាក់ទាំងអស់គ្នាសូមស្វាស្វែងយល់ពីការផលិតទឹកដោះឲ្យបានច្បាស់តែយើងត្រូវត្រៀមលក្ខណៈជាមុនព្រោះយើងអត់បានមើលឃើញពីសុខភាពរបស់ខ្លួនឯងជាក់ស្ដែងនៅពេលដែលយើងសម្រាលមុនថ្ងៃខែកូនត្រូវយកទៅចិញ្ចឹមផ្សេងតើអ្នកណាជាអ្នកមកបឺតជញ្ជក់ដោះរបស់អ្នកម៉ាក់នេះគឺយើងអត់មានកូនមកបឺតជក់ទៀតទេអញ្ចឹងយើងត្រូវការមានចំណេះជំនាញក្នុងការផលិតទឹកដោះជាមួយនឹងកូនទី2របស់យើងដែលយើងហៅថាម៉ាស៊ីនបូមនេះបើសិនជាម៉ាក់ពុំមានភាពជឿជាក់ក្នុងការប្រើប្រាស់នោះទេសូមអ្នកម៉ាក់តាក់ទងមកខាងអ្នកគ្រូជាទីប្រឹក្សាជំនាញដំបូងគេបង្អស់នៅកម្ពុជាដែលមានវិជ្ជាបណ្ឌិតត្រឹមត្រូវច្បាស់លាស់ក្នុងការផ្ដល់ជូននិងប្រឹក្សាជូនអ្នកម៉ាក់ផងដែរជាពិសេសគឺអ្នកគ្រូផ្ទាល់ជាទីប្រឹក្សាតខ្លួនរបស់អ្នកម៉ាក់គ្រប់នឹងមានជំនួយការទីប្រឹក្សារបស់យើងដែលចាំជួយអ្នកម៉ាក់គ្រប់ពេលវេលាឈប់មានការភ័យបារម្ភខ្លាចសង្ស័យឲ្យសោះទៅលើខ្លួនឯងម៉ាក់ត្រូវដឹងមួយចំណុចនេះសំខាន់ណាស់គ្រប់ស្ត្រីទាំងអស់បើគ្មានកូនមិនអាចផលិតទឹកដោះបានទេវាអាចចេញមកក្រៅបាននៅពេលដែលអ្នកម៉ាក់ចេះបញ្ចេញវាឥឡូវនេះអ្នកគ្រូបានជួយគាត់ឲ្យក្លាយជាស្ត្រីដែលមានទឹកដោះមកវិញផ្ដល់ទឹកដោះនេះយកទៅឲ្យកូនរបស់គាត់ដែលនៅចិញ្ចឹមផ្សេងនេះគឺជាលទ្ធផលនៃការចាប់ផ្ដើមរបស់គាត់ជាមួយនឹងអ្នកគ្រូរយៈពេល 4-5 ថ្ងៃនេះអ្នកគ្រូទឹកដោះឥឡូវឡើងពេលព្រលឹមឡើងបងបាន20 mlអ្នកគ្រូខ្ញុំទៅពេទ្យអត់បានខ្ញុំសភៅទៅខ្ញុំគាត់រហូតអ្នកគ្រូគាត់អត់ចេះតែបានអាប់ដេតឲ្យចឹងណាទឹកដោះមានរហូតកើនពីមួយថ្ងៃទៅមួយថ្ងៃទីកើនរហូតចឹងណាអ្នកគ្រូគាត់មិនដែលនឹកស្មានថាគាត់នឹងអាចផលិតទឹកដោះនេះបានទេព្រោះគាត់ក៏ធ្លាប់ចំណាយខុសនៅខាងក្រៅដែរអនុវត្តពុំបានផលទេនៅពេលដែលកម្លាំងបឺតជញ្ជក់មួយវាបានខ្សោយវាអត់បានភ្លួចដល់នៅកពេញទឹកដោះចុងក្រោយបឺតមកឈឺតែចុងដោះអ្នកម៉ាក់នៅខាងក្រៅសម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកអ្នកគ្រូឥឡូវនេះ